ណាមិនល្បីបងទាកូននៅកែផ្សារច្បារអំពៅឥឡូវនេះខ្ញុំបានមកដល់ហើយឆ្ងាញ់ដូចគេនិយាយមែនតើតម្លៃក៏សមរម្យឯងមកទិញញ៉ាំបានរីកមិនហ្មងណានេះមានលក់ច្រើនណាស់មានតាំងពីក្តាមមានតាំងពីពងក្រូចមានតាំងពីខ្ចងខ្ចៅងាវអូច្រើនណាស់សម្បូរបែបគ្រប់សពសារពើថ្មបើនិយាយទៅគាត់បើកកន្លែងនេះជាង40ឆ្នាំហើយហើយកូនក៏មិនតិចដែរហេតុតែគាត់ឈរជើងបានមកដល់សប្តាហ៍ថ្ងៃនេះគឺដោយសារការធ្វើរបស់គាត់ប្លែករសជាតិរបស់គាត់ឆ្ងាញ់អញ្ចឹងណាពុកម៉ែបងប្អូនយើងចានត្រឹមតែ10000រៀលទេបើមិនយើងយកជាចានអញ្ចឹងណាហើយបើសម្រាប់ពងទាវិញគ្រប់ត្រឹមតែ1000រៀលហើយនិយាយថារសជាតិវិញញាក់ខ្លាំងលើជាមួយគ្រឿងផ្សំរបស់គេហ្នឹងមានតាំងពីខ្ទឹមមានតាំងពីម្រេចអូក្រូចឆ្មាក្រូចអីដាក់ជាមួយគ្នាច្រូចអូនិយាយថារសជាតិអែមញាក់តែម្ដងនេះខ្ញុំនិយាយចឹងថាកន្លែងគាត់នេះមានលក់ច្រើនណាស់មានតាំងពីងាវខ្ចងខ្ចៅអូច្រើនសម្បូរបែបមានតាំងពីក្តាមមានតាំងពីអីទៀតអូពងក្រូចពងអីច្រើនណាស់កន្លែងតែប៉ុណ្្នឹងនេះគ្នាមកគឺតែ2នាក់កាន់លុយតែ20000រៀលទេដល់កំងហើយញ៉ាំត្រៃជាមួយភឿនយើងហ្នឹងនិយាយថាអែមហួសតែមកជាមួយខ្ទឹមទឹកត្រីលឿចូលគ្នាវាប្រសពចូលគ្នាហើយដាក់ចូលមាត់អូនិយាយថាឆ្ងាញ់ខ្លាំងសម្រាប់ទីតាំងពិបាករកទេពុកម៉ែបងប្អូនយើងគឺនៅកែងផ្សារច្បារអំពើនឹងឯងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនពុកម៉ែបងប្អូនចង់ខ្ញុំ review ខាងណាខាងទៀតអាច comment នៅក្រោមបានណាបាយបាយ love you